ជំរាបសួរហើយក៏សូមសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel សម្រាយរឿងភូមិថ្មីនៅថ្ងៃនេះដែរខ្ញុំបាទនឹងលើកយកនៅរឿងមួយមកសម្រាយជូនប្រិយមិត្តទាំងអស់គ្នាដែលរឿងនេះគឺជារឿងពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្ររបស់អាមេរិកកំឡុងពេលសង្គ្រាមលោកលើកទី2ដែលកាលនោះអាមេរិកគឺជាមហាអំណាចមួយទៅហើយនៅលើពិភពលោកសាច់រឿងនេះនិយាយអំពីបរិសម្នាក់ដែលជាកងកម្លាំងយោធារបស់អាមេរិកបានចូលរួមនៅក្នុងសង្គ្រាមលើកទី2ជាមួយនឹងកងទ័ពរបស់ជប៉ុនចង់ដឹងថាសាច់រឿងទាំងមូលនឹងទៅជាយ៉ាងណាតាមដានទស្សនាទាំងអស់គ្នានៅក្នុងតំបន់ភ្នំ Blue Ridge នៃរដ្ឋ Virginia Desmond និង Cape ពួកគេទាំងពីរនាក់គឺជាបងប្អូនបង្កើតនឹងគ្នាបងប្អូនទាំងពីរនាក់នេះតែងតែមានទំនាស់មិនត្រូវគ្នាជារឿយៗ Desmond ដែលជាបងប្រុសតែងតែមានចិត្តអធ្យាស្រ័យជានិច្ចចំពោះប្អូនប្រុសរបស់គេនៅថ្ងៃមួយនៅពេលដែលពួកគេកំពុងតែប្រឡែងគ្នានៅលើវាលស្មៅមុខផ្ទះរបស់គេពួកគេទាំងពីរនាក់បានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងហើយនៅថ្ងៃនោះដែរគឺជាថ្ងៃដែល Desmond បានសាងកំហុសយ៉ាងធ្ងន់មួយទៅលើប្អូនប្រុសរបស់គេពួកគេទាំងពីរនាក់បានឆ្លោះប្រកែកគ្នាហើយការឆ្លោះប្រកែកលើកនេះគឺជាការឆ្លោះប្រកែកខ្លាំងរហូតធ្វើឲ្យ Desmond ទប់ចិត្តមិនបានគេបានយកដុំឥដ្ឋមួយដុំទៅវាយចំក្បាលប្អូនប្រុសរបស់គេបណ្ដាលឲ្យប្អូនប្រុសរបស់គេរងរបួសធ្ងន់នៅកន្លែងនោះម្ដាយនិងឪពុករបស់គេបានព្យាយាមមកមើលកូនប្រុសរបស់ខ្លួនដែលត្រូវបាន Desmond វាយចំក្បាលនោះម្ដាយរបស់ Desmond គឺជាអ្នកជំនឿសាសនាយ៉ាងជ្រាលជ្រៅម្នាក់ហើយឪពុករបស់ Desmond គឺជាអតីតនៃកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក Desmond មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនៅពេលដែលគេបានវាយប្អូនប្រុសរបស់គេបណ្ដាលឲ្យរងរបួសធ្ងន់យ៉ាងនេះដែលនេះគឺគ្រាន់តែជាការការពារខ្លួនរបស់គេតែប៉ុណ្ណោះក៏ប៉ុន្តែរឿងទាំងនេះបានធ្វើឲ្យគេបន្សល់នៅអនុស្សាវរីយ៍ដ៏ឈឺចាប់សម្រាប់គេម្ដាយរបស់ Desmond បានចូលមកជិតកូនប្រុសរបស់ខ្លួនហើយនិយាយទៅកាន់គេថាតើកូនដឹងទេអ្វីដែលកូនបានធ្វើនេះគឺប្រឆាំងទៅនឹងជំនឿសាសនារបស់យើងហើយកូនបានប្រព្រឹត្តខុសធ្ងន់ធ្ងរខ្លាំងណាស់ចំពោះព្រះរបស់យើងវាគឺជាការពិតខ្លាំងណាស់ Desmond ពិតជាមានអារម្មណ៍ឈឺចាប់និងសោកស្ដាយចំពោះទង្វើរបស់ខ្លួនដែលបានធ្វើចំពោះប្អូនប្រុសរបស់ខ្លួន15ឆ្នាំកន្លងផុតទៅខណៈពេលដែលកំពុងទៅជួយការងារនៅក្នុងព្រះវិហារនៅតំបន់មួយ Desmond បានឃើញបរិសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវដោយមិនបានគិតច្រើននិងមិនមានភាពស្ទាក់ស្ទើរគាត់បានប្រញាប់ទៅជួយបុរសនោះដោយយកខ្សែក្រវ៉ាត់របស់គាត់ដើម្បីខាត់ឈាមជាបណ្ដោះអាសន្នបន្ទាប់មកគេបានបញ្ជូនបុរសរងគ្រោះនោះទៅកាន់មន្ទីរពេទ្យជាកន្លែងដែលគ្រូពេទ្យបានសរសើរពីភាពឆ្លាតវៃរបស់គាត់ដោយប្រាប់គាត់ថាគាត់ទើបជាមនុស្សដែលបានជួយសង្គ្រោះជីវិតរបស់បុរសម្នាក់នេះនៅពេលដែលគេសម្លឹងមើលទៅកាន់គលានុបដ្ឋាយិកានិងគ្រូពេទ្យធ្វើការ Desmond មានអារម្មណ៍ថាពេញចិត្តចំពោះការងារមួយនេះគាត់តែងស្រមៃចង់ក្លាយជាគ្រូពេទ្យក៏ប៉ុន្តែ Desmond មិនធ្លាប់បានទទួលការអប់រំត្រឹមត្រូវអំពីជំនាញគ្រូពេទ្យនោះទេនៅថ្ងៃដដែលនោះ Desmond បានជួបជាមួយនឹងគលានុបដ្ឋាយិកាស្រីម្នាក់ឈ្មោះថា Harry ហើយចាប់ចិត្តស្រឡាញ់នាងភ្លាមៗដោយមិនបានព្រៀងទុកគ្រាន់តែចង់នៅក្បែរអ្នកគ្រូពេទ្យ Harry សោះ Desmond បានបង្កើតលេសបរិច្ចាគឈាមទៅឲ្យមន្ទីរពេទ្យការពិតគេចង់នៅក្បែរអ្នកគ្រូពេទ្យ Harry សោះនៅថ្ងៃបន្ទាប់ Desmond បានត្រឡប់មកមន្ទីរពេទ្យម្ដងទៀតម្ដងនេះមកជាមួយនឹងសម្លៀកបំពាក់ដ៏ស្រស់សង្ហារបស់គេបានចូលមកដល់ខាងក្នុងហើយជួបជាមួយនឹងអ្នកគ្រូពេទ្យ Harry ដោយបង្ហាញពីភាពសង្ហារបស់គេទៅកាន់អ្នកគ្រូពេទ្យនៅថ្ងៃបន្ទាប់គេក៏បានណាត់អ្នកគ្រូពេទ្យដើម្បីទៅមើលកុនជាមួយគ្នាទំនាក់ទំនងរបស់ពួកគេទាំងពីរចាប់ផ្ដើមស្អិតល្មួតជាមួយនឹងគ្នាបន្តិចម្ដងនៅពេលដែលពួកគេបានចេញពីរោងភាពយន្តមកវិញ Harry វិសតែនឹងត្រូវឡានបុកទៅហើយក៏ប៉ុន្តែ Desmond បានជួយគេទាន់បន្ទាប់មក Desmond ក៏បានយកលេសនេះថើបទៅកាន់ Harry ដោយសារតែ Harry មិនទាន់ទម្លាប់នៅរឿងទាំងអស់នេះគេក៏បានជ្រុលដៃវាយទៅកាន់ Desmond បន្ទាប់មក Desmond ក៏បានសួរទៅកាន់ Harry ថាតើអូនព្រមរៀបការជាមួយនឹងបងទេ Harry មានអារម្មណ៍អឹមអៀនបន្ទាប់មកនាងក៏បានដើរចេញពីទីនោះដោយទឹកមុខពេញចិត្តយ៉ាងខ្លាំងនៅសំណួររបស់ Desmond ទឹកមុខនេះបង្ហាញឲ្យ Desmond បានដឹងថានាងយល់ព្រមចំពោះការស្នើសុំរបស់គេនៅថ្ងៃបន្ទាប់ Harry បានប្រគល់សៀវភៅពេទ្យមួយក្បាលទៅឲ្យ Desmond មានអារម្មណ៍រំភើបនិងសប្បាយចិត្តនៅពេលដែលគេបានទទួលសៀវភៅពេទ្យមួយក្បាលនេះគេព្យាយាមមើលសៀវភៅមួយក្បាលនេះដើម្បីចង់ក្លាយជាគ្រូពេទ្យដ៏ជំនាញម្នាក់នៅថ្ងៃបន្ទាប់នៅពេលដែលគ្រួសាររបស់ Desmond កំពុងតែហូបអាហារជុំគ្នានាពេលល្ងាចនោះ Cape ដែលជាប្អូនប្រុសរបស់គេបានធ្វើឲ្យឪពុកម្ដាយរួមទាំងគេមានអារម្មណ៍ភ្ញាក់ផ្អើលដោយសម្លៀកបំពាក់និងឯកសណ្ឋានរបស់គេជាទាហានរបស់សហរដ្ឋអាមេរិកឪពុករបស់គេមានអារម្មណ៍ភ្ញាក់ផ្អើលដែលបានឃើញកូនប្រុសរបស់ខ្លួនស្លៀកសម្លៀកបំពាក់បែបនេះនៅចំពោះមុខគេពិតណាស់គាត់មិនចង់ឲ្យ Cape និងកូនប្រុសរបស់គេផ្សេងទៀតចូលបម្រើជាកងទ័ពរបស់អាមេរិកនោះទេព្រោះគាត់ក៏ធ្លាប់ជាអតីតនៃកងទ័ពរបស់អាមេរិកម្នាក់ដែរគាត់យល់ច្បាស់ណាស់អំពីសង្គ្រាមការឈឺចាប់អំពីសង្គ្រាមបានធ្វើឲ្យគាត់មានការខ្លាចរអាចំពោះសង្គ្រាមខ្លាំងណាស់ម្ដាយរបស់ Cape ក៏បានបង្ហាញនៅអារម្មណ៍មិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ Cape ដែរគាត់បាននិយាយថាទាហានច្បាស់ណាស់គឺកាន់កំភ្លើងហើយការកាន់កំភ្លើងគឺជាការសម្លាប់មនុស្សដូច្នេះវាខុសទាំងស្រុងនៅជំនឿសាសនារបស់ពួកគេក៏ប៉ុន្តែឪពុកម្ដាយរបស់ Cape មិនអាចរារាំង Cape ដើម្បីចូលបម្រើកងទ័ពរបស់អាមេរិកបាននោះទេនៅថ្ងៃបន្ទាប់ Desmond បាននិ
និយាយពីអារម្មណ៍របស់គេប្រាប់ទៅកាន់ Carey Desmond ចង់ចូលបម្រើកងទ័ពដោយប្អូនប្រុសរបស់គេដែរក៏ប៉ុន្តែក្នុងនាមជាគ្រូពេទ្យតែប៉ុណ្ណោះគេចង់ព្យាបាលអ្នកជំងឺនៅសមរភូមិក៏ប៉ុន្តែ Carey ហាក់ដូចជាមិនបានពេញចិត្តនៅគំនិតរបស់គេនោះទេដោយចង់ដោះស្រាយរឿងរ៉ាវរបស់គេឲ្យបានរួចរាល់មុននឹងគេចាកចេញទៅបម្រើកងទ័ពនោះ Desmond ក៏បានសុំ Carey រៀបការហើយនាងក៏បានយល់ព្រមពួកគេទាំងពីរនាក់ក៏បានកំណត់ថ្ងៃសម្រាប់ពិធីមង្គលការរបស់ពួកគេដោយគ្រោងនឹងរៀបចំការរៀបការរបស់ពួកគេនៅពេលដែលពួកគេទទួលបានការឈប់សម្រាកលើកដំបូងរបស់ពួកគេមុនពេលដែល Desmond ចាកចេញគេបានទៅសួរសុខទុក្ខឪពុករបស់គេដែលកំពុងនៅទីបញ្ចុះសពហើយឈរនៅក្បែរភ្នូរមិត្តភ័ក្តិដែលបានស្លាប់ក្នុងសង្គ្រាមឪពុករបស់ Dis បាននិយាយរៀបរាប់អំពីប្រវត្តិរបស់គាត់ដែលបានចូលបម្រើនៅក្នុងកងទ័ពរបស់អាមេរិកជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយមិត្តភ័ក្តិរបស់គាត់បានស្លាប់នៅក្នុងសង្គ្រាមនោះដូច្នេះហើយគាត់មិនចង់កប់សាកសពរបស់កូនប្រុសរបស់គាត់ទាំងពីរនាក់ដោយដៃរបស់គាត់នោះទេពិតណាស់សង្គ្រាមប្រកាសជាមានអ្នកស្លាប់ហើយគាត់មិនមានសង្ឃឹមថាកូនប្រុសរបស់គាត់ទាំងពីរនឹងមានជីវិតត្រឡប់មកវិញនោះទេនៅថ្ងៃបន្ទាប់ Desmond ក៏បានចាក់ចេញពីផ្ទះរបស់គេដើម្បីទៅវឹកហាត់នៅក្នុងបន្ទាយ Fort Jackson របស់សហរដ្ឋអាមេរិក Carey បានប្រគល់ព្រះគម្ពីរមួយក្បាលដល់គាត់ដែលមានរូបថតរបស់នាងនៅខាងក្នុងវាជាវត្ថុអនុស្សាវរីយ៍នៃក្តីស្រឡាញ់របស់ពួកគេនិងជំនឿសាសនារបស់ពួកគេដើម្បីឲ្យ Desmond យកទៅតាមខ្លួននៅគ្រប់ទីកន្លែងដែលគេបានទៅដល់នៅពេលដែលទៅដល់បន្ទាយ Fort Jackson Desmond បានជួបជាមួយនឹងទាហានថ្មីៗដូចគ្នាជាច្រើនមានទាហានមួយចំនួនបាននិយាយមកកាន់ Desmond បែបចំអកលើមកកាន់គេនៅពេលដែលទាហានថ្មីៗទាំងអស់កំពុងតែស្ថិតនៅក្នុងជំរំរបស់គេមេបញ្ជាការរបស់ពួកគេក៏បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅចំពោះមុខរបស់ពួកគេនោះគឺមេបញ្ជាការ Howell ដែលជាមេបញ្ជាការមានសម្រែកខ្លាំងៗនិងស្រែកដាក់កូនទាហានណាដែលមិនស្ដាប់បង្គាប់គេមុខមាត់ដ៏មើងម៉ាត់និងសភាពកាចរបស់គេបានធ្វើឲ្យទាហានម្នាក់ភ័យរហូតដល់ជ្រុះកំបិតធ្លាក់ចំជើងរបស់គេមេបញ្ជាការនោះបានចូលមកក្នុងជំរំនេះដើម្បីប្រកាសឲ្យគ្រប់គ្នាដឹងថាពួកគេត្រូវតែចាប់ផ្ដើមវឹកហាត់នៅក្នុងថ្ងៃនេះហើយនៅពេលនេះតែម្ដងទាហានថ្មីមួយចំនួនដែលមិនដឹងអំពីច្បាប់ទម្លាប់នៅក្នុងជំរំនេះពួកគេមិនបានស្លៀកសម្លៀកបំពាក់ទាន់ពេលវេលានោះទេបន្ទាប់មកមេបញ្ជាការរបស់គេក៏បានឲ្យគេទៅហាត់ជាមួយនឹងទាហានផ្សេងទៀតដោយមិនចាំបាច់ស្លៀកសម្លៀកបំពាក់នោះឡើយការវឹកហាត់លើកទី1របស់ពួកគេក៏បានចាប់ផ្ដើមមេបញ្ជាការបានពន្យល់អំពីការវឹកហាត់របស់ពួកគេនៅថ្ងៃទី1ក៏ប៉ុន្តែមេបញ្ជាការ Howell បានសម្លឹងទៅកាន់រូបរាងរបស់ Desmond ហើយបានចំអកលក់លើយនិងហាក់ដូចជាមើលងាយទៅកាន់ Desmond នៅរូបរាងដែលមិនសមរម្យរបស់គេក្នុងការចូលវឹកហាត់ជាទាហានរបស់អាមេរិកក៏ប៉ុន្តែ Desmond មិនបានខ្វល់នឹងពាក្យរបស់មេបញ្ជាការរបស់គេដែលបាននិយាយមកកាន់គេនោះឡើយមេបញ្ជាការរងរបស់គេម្នាក់ទៀតបានពន្យល់អំពីការវឹកហាត់របស់ពួកគេហើយបានឲ្យពួកគេចាប់ផ្ដើមក្នុងការវឹកហាត់សកម្មភាពវឹកហាត់របស់ទាហានថ្មីៗទាំងអស់នេះមើលទៅហាក់ដូចជាក្លាហាននិងរឹងមាំខ្លាំងណាស់ដែលនេះអាចនិយាយបានថាជាជំហរយ៉ាងសំខាន់និងខ្លាំងបំផុតរបស់កងទ័ពនៃសហរដ្ឋអាមេរិកមេបញ្ជាការហាក់មានអារម្មណ៍ពេញចិត្តនឹងការវឹកហាត់របស់ទាហានថ្មីៗនៅក្នុងចំណោមទាហានថ្មីៗទាំងអស់មេបញ្ជាការនិងមេបញ្ជាការរងហាក់ដូចជាមានអារម្មណ៍ទើសទាល់ជាមួយនឹង Desmond តែម្នាក់តែប៉ុណ្ណោះការវឹកហាត់នៅវគ្គទី2ក៏បានចាប់ផ្ដើមទាហានទាំងអស់តម្រូវឲ្យកាន់កាំភ្លើងដើម្បីឲ្យពួកគេវឹកហាត់ជាមួយកាំភ្លើងក៏ប៉ុន្តែ Desmond បានបដិសេធក្នុងការទទួលយកកាំភ្លើងពីមេបញ្ជាការរបស់គេដោយគេបាននិយាយអំពីជំនឿនៅក្នុងព្រះគម្ពីររបស់គេមិនអាចសម្លាប់មនុស្សដោយកាំភ្លើងបាននោះទេក៏ប៉ុន្តែមេបញ្ជាការរបស់គេបានបញ្យល់គេថាប្រសិនបើគេមិនព្រមទទួលយកកាំភ្លើងហើយកាន់វាចូលសមរភូមិនោះទេនោះគេនឹងមានទោសប្រឆាំងជាមួយនឹងច្បាប់នៃទាហានរបស់សហរដ្ឋអាមេរិកនៅមាត្រាទី8ហើយ Desmond នៅតែប្រកែកដាច់អហង្ការមិនព្រមទទួលនៅកាំភ្លើងនៃមេបញ្ជាការរបស់គេនោះឡើយបន្ទាប់មកមេបញ្ជាការរបស់ Desmond ក៏បានប្រគល់ Desmond ទៅកាន់ចៅហ្វាយរបស់គេដើម្បីឲ្យគេជាអ្នកសម្រេចមេទាហានម្នាក់នោះបានសួរទៅកាន់ Desmond នៅហេតុផលដែលគេមិនព្រមកាន់កាំភ្លើង Desmond បានពន្យល់អំពីហេតុផលរបស់គេដែលគេមានជំនឿមុតមាំទៅលើសាសនាដែលគេកំពុងតែជឿនោះគឺការសម្លាប់មនុស្សដោយកាំភ្លើងឬតាមរយៈអ្វីក៏ដោយឲ្យតែជាការសម្លាប់មនុស្សវាស្ថិតក្នុងអំពើបាបនិងភាពសាហាវនៅក្នុងជំនឿសាសនារបស់គេមិនអាចកាន់កាំភ្លើងដើម្បីសម្លាប់មនុស្សបាននោះទេដោយសារតែមេបញ្ជាការធំនៅក្នុងបន្ទាយនោះមិនយល់អំពីគំនិតដ៏ឆ្កួតឆ្កួតរបស់ Desmond គេបានបញ្ជូន Desmond ទៅកាន់ភ្នាក់ងារកណ្ដាលមួយទៀតដើម្បីឲ្យសួរចម្លើយក៏ប៉ុន្តែ Desmond នៅតែនិយាយនៅចម្លើយដដែលរបស់គេទៅកាន់អ្នកទាំងអស់នោះបន្ទាប់មក Desmond ក៏បានត្រឡប់មកក្នុងបន្ទាយរបស់គេវិញហើយមេបញ្ជាការរបស់គេបានបញ្យល់ទៅកាន់អ្នកគ្រប់គ្នានៅទីនោះថាពួកគេទាំងអស់គ្នានឹងមិនមានឱកាសក្នុងការសម្រាកនោះឡើយនៅក្នុងខែនេះមូលហេតុនោះគឺមកពី Desmond តែម្នាក់ប៉ុណ្ណោះគាត់និយាយបែបនេះទៅកាន់អ្នកគ្រប់គ្នានោះគឺចង់ឲ្យអ្នកគ្រប់គ្នានៅក្នុងទីនេះមានអារម្មណ៍ស្អប់ទៅកាន់ Desmond ដោយសារតែ Desmond ទើបតម្រូវឲ្យពួកគេវឹកហាត់គ្មានថ្ងៃសម្រាកពិតណាស់ទាហានទាំងអស់នោះពិតជាមានអារម្មណ៍គុំនិងស្អប់ Desmond ខ្លាំងណាស់នៅថ្ងៃដដែលនៅពេលយប់នៅពេលដែល Desmond កំពុងនៅក្នុងបន្ទាយរបស់គេជាមួយនឹងទាហានផ្
ផ្សេងទៀតមានទាហានម្នាក់បានដើរចូលមកជិតគេហើយគេបានឆក់យករូបថតរបស់សង្សារ Desmond ចេញពី Desmond គេបាននិយាយទៅកាន់ Desmond ថាដោយសារតែឯងទើបអ្នកគ្រប់គ្នាមិនបានជប់សម្រាកនៅសប្តាហ៍នេះដោយសារតែឯងទើបពួកគេត្រូវវឹកហាត់បន្តដោយគ្មានថ្ងៃសម្រាកបន្ទាប់មកទាហានម្នាក់នោះក៏បានវាយ Desmond យ៉ាងដំណំនៅព្រឹកបន្ទាប់ Desmond ត្រូវបានការិយាល័យកណ្ដាលនៃទាហានរបស់អាមេរិកហៅគេដើម្បីទៅសម្ភាសចង់ដឹងថាតើ Desmond មានជំងឺប្រស័យប្រសាទឬក៏វាជាការយល់ផ្ទាល់ខ្លួនរបស់គេឬយ៉ាងណាបន្ទាប់មក Desmond ក៏បានរៀបរាប់នៅមូលហេតុដែលគេមិនអាចកាន់កំភ្លើងនៅក្នុងជំរំបានព្រោះតែជាជំនឿសាសនាផ្ទាល់ខ្លួនរបស់គេអ្នកសម្ភាស Desmond ក៏បានរកការពិតអំពី Desmond ពិតណាស់ Desmond មិនមែនជាមនុស្សសរសៃប្រសាទនោះទេពិតណាស់គេជាសាសនិកជនដែលមានជំនឿនៅក្នុងសាសនារបស់គេយ៉ាងមុតមាំនិងល្អប្រសើរក៏ប៉ុន្តែទង្វើរបស់គេបានប្រឆាំងជាមួយនឹងច្បាប់របស់ទាហានដូច្នេះគេអាចនឹងប្រឈមមុខជាប់គុករយៈពេល5ទៅ6ខែ Desmond សុខចិត្តរើសយកការជាប់ឃុំឃាំងប្រសើរជាងឲ្យគេបោះចោលនៅជំនឿសាសនារបស់គេបន្ទាប់មកអ្នកសម្ភាសនោះក៏បានពន្យល់ទៅកាន់មេបញ្ជាការធំនៅក្នុងជំរំនោះថា Desmond មិនបានកើតជំងឺប្រស័យប្រសាទនោះទេនេះគឺជាជំនឿសាសនាយ៉ាងមុតមាំរបស់គេក្នុងនាមជាសាសនិកជនម្នាក់បន្ទាប់មកមេបញ្ជាការធំនោះបានពន្យល់ទៅកាន់មេបញ្ជាការផ្ទាល់របស់ Desmond អំពីមូលហេតុរបស់គេបន្ទាប់ពីដឹងរឿងទាំងអស់នេះហើយមេបញ្ជាការផ្ទាល់របស់ Desmond មិនបានបន្ធូរបន្ថយនៅកំហឹងរបស់គេជាមួយនឹង Desmond នោះឡើយគេបានបញ្ជាឲ្យកូនចៅរបស់គេដាក់ពិន័យទៅកាន់ Desmond ឲ្យគេសម្អាតបន្ទប់ទឹកនិងការងារកខ្វក់ធ្ងន់មួយចំនួននៅយប់បន្ទាប់នៅក្នុងជំរំរបស់ Desmond មេបញ្ជាការបានសម្រុកចូលមកហើយបានស្រែកកំហោកទៅកាន់ទាហានទាំងអស់រួមទាំង Desmond ហើយបានស្ដីបន្ទោសទៅកាន់ Desmond ដើម្បីឲ្យទាហានទាំងអស់នៅក្នុងជំរំនោះមានអារម្មណ៍ស្អប់និងខឹងសម្បា Desmond គេបាននិយាយបង្កាច់បង្ខូច Desmond ថាដោយសារតែ Desmond ទើបត្រូវឲ្យទាហាននៅក្នុងបន្ទាយនេះទាំងអស់មិនអាចសម្រាករយៈពេល3ខែឯណោះមិនមែន1ខែនោះទេហើយរួមទាំងគេនិងមេបញ្ជាការផ្សេងទៀតផងដែរដែលពាក្យសម្ដីទាំងអស់នេះបានធ្វើឲ្យទាហានទាំងអស់នៅក្នុងបន្ទាយនេះមានអារម្មណ៍ខឹងសម្បានឹង Desmond កាន់តែខ្លាំងយប់នោះហើយគឺជាយប់ដែល Desmond ត្រូវបានទាហានទាំងអស់ព្រួតវាយនិងធ្វើបាបគេដោយមិនមានអារម្មណ៍ខ្លាចច្បាប់នោះឡើយ Desmond ត្រូវបានទាហានទាំងអស់ព្រួតវាយនិងធ្វើបាបយ៉ាងធ្ងន់ធ្ងរហើយនឹងឃោឃៅនៅក្នុងជំរំរបស់គេនៅព្រឹកបន្ទាប់មេបញ្ជាការក៏បានសម្រុកចូលមកក្នុងជំរំរបស់ទាហានថ្មីទាំងអស់នោះក៏ប៉ុន្តែគេមិនបានឃើញនៅវត្តមានរបស់ Desmond នោះទេ Desmond បានចេញពីបន្ទប់ទឹកហើយបានចូលមកក្នុងជំរំរបស់គេរបួសនៅលើផ្ទៃមុខរបស់គេនិងភាពទ្រុឌទ្រោមនៃរាងកាយរបស់គេដោយសារតែការវាយដំនៃក្រុមទាហានទាំងអស់នោះបានធ្វើឲ្យមេបញ្ជាការរបស់គេមានអារម្មណ៍អាណិតចំពោះ Desmond គេហាក់ដូចជាមានអារម្មណ៍ថាមានកំហុសចំពោះ Desmond បន្ទាប់មកមេបញ្ជាការ Havil បានឲ្យយោបល់ទៅកាន់ Desmond ថាគេគួរតែចាក់ចេញពីបន្ទាយនេះក៏ប៉ុន្តែ Desmond បានបដិសេធដោយតាំងចិត្តថានឹងប្រកាន់ខ្ជាប់នៅជំនឿរបស់គាត់ទោះបីជាត្រូវចំណាយអ្វីក៏ដោយ Desmond បានបដិសេធមិនប្រាប់ឈ្មោះរបស់មនុស្សដែលបានវាយគាត់នោះទេហើយក៏មិនបានទទួលស្គាល់ថាគាត់ត្រូវបានគេវាយនោះដែរផ្ទុយទៅវិញគាត់បានអះអាងថាស្នាមជួមរបស់គាត់បណ្ដាលមកពីគ្រោះថ្នាក់ដោយសារតែគាត់រអិលនៅក្នុងបន្ទប់ទឹកតែប៉ុណ្ណោះនៅពេលដែលអង្គភាពទាំងមូលបញ្ចប់ការហ្វឹកហាត់ទាហានទាំងអស់ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកលើកលែងតែ Desmond តែប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួនពីបទមិនគោរពតាមបទបញ្ជារបស់យោធាហើយគេនឹងត្រូវបានកាត់ទោសឲ្យជាប់គុកទាហានរយៈពេលពេញមួយសង្គ្រាម Desmond បានឆ្លើយថាបាទខ្ញុំអាចធ្វើបានលោកថ្ងៃនេះគឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ Desmond ហើយនិង Harry បានរងចាំគេនៅក្នុងព្រះវិហារក៏ប៉ុន្តែមិនមានវត្តមានរបស់ Desmond នោះឡើយ Desmond កំពុងតែស្ថិតនៅក្នុងគុកនៃយោធារបស់សហរដ្ឋអាមេរិកនៅពេលដែល Desmond កំពុងតែជាប់ឃុំនៅក្នុងគុកយោធានោះគេមានអារម្មណ៍ថាឈឺចាប់នៅពេលដែលគេមិនអាចទៅចូលរួមពិធីមង្គលការរបស់គេបានបន្ទាប់មកប្រធានក្រុមរបស់គាត់ក៏បានមកសួរសុខទុក្ខគាត់នៅតែរក្សាភាពស្ងៀមស្ងាត់មិននិយាយអ្វីនោះឡើយ Clover បានផ្ដល់នៅផ្លូវចេញឲ្យគាត់ប្រសិនបើ Desmond ទទួលសារភាពកំហុសគាត់នឹងត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់អ្វីនោះឡើយក៏ប៉ុន្តែ Desmond បានបដិសេធដោយឈរលើគោលជំហររបស់គាត់យ៉ាងរឹងមាំក្រោយមកសង្សាររបស់ Desmond គឺ Harry បានមកសួរសុខទុក្ខគាត់ដោយអង្វរគាត់ឲ្យបោះបង់ចោលនៅមោទនភាពរបស់គាត់និងជំនឿរបស់គាត់ហើយគ្រាន់តែបញ្ចប់ការហ្វឹកហាត់ឲ្យបានត្រឹមត្រូវទៅតែប៉ុណ្ណឹងគឺបានហើយនាងបានរំលឹកគាត់ថាការបាញ់កាំភ្លើងវែងមិនចាំបាច់មានន័យថាសម្លាប់មនុស្សនោះទេយ៉ាងណាក៏ដោយ Desmond នៅតែមិនព្រមផ្លាស់ប្ដូរគោលជំហររបស់គេនោះឡើយដោយគ្មានជំរឿសផ្សេង Harry ក៏បានទូរស័ព្ទទៅម្ដាយនិងឪពុករបស់គេដោយអស់សង្ឃឹម
ក្នុងការរកវិធីផ្សេងដើម្បីជួយគាត់នៅក្នុងយប់នោះដែរ Desmond បានលងបន្លាចដោយការសុបិនអាក្រក់របស់គាត់ការចងចាំអំពីការដែលគាត់បានប្រឈមមុខនឹងឪពុករបស់គាត់នៅពេលដែលឪពុករបស់គាត់វាយម្ដាយរបស់គាត់ភាពភ័យរន្ធត់នៃការដណ្ដើមកំភ្លើងពីដៃឪពុករបស់គាត់នៅព្រឹកបន្ទាប់ Tom បានមកដល់បន្ទាយ Fort Jackson ដោយស្លៀកឯកសណ្ឋានចាស់របស់គាត់ដែលមានមេដៃទាំងអស់ដោយមិនស្ទាក់ស្ទើរគាត់បានទាមទារនិយាយជាមួយនឹងអតីតមេបញ្ជាការរបស់គាត់ដែលឥឡូវនេះមានឋានៈជាឧត្តមសេនីយ៍ត្រីនៅក្នុងតុលាការយោធា Desmond នៅតែរក្សានៅការអះអាងថាគាត់គ្មានកំហុសនោះទេនៅពេលដែលគាត់ជិតនឹងត្រូវកាត់ទោសពីបទប្រឆាំងជាមួយនឹងច្បាប់របស់ទាហានបន្ទាប់មក Tom បានសម្រុកចូលក្នុងបន្ទប់សវនាការដោយកាន់សម្បត្តិមួយច្បាប់ពីឧត្តមសេនីយ៍ត្រីរបស់គាត់សម្បត្តិនោះបានរំលឹកអ្នកគ្រប់គ្នាថាសិទ្ធិក្នុងការធ្វើជាអ្នកបដិសេធដោយមនសិការត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដោយមិនចង់ប្រថុយនឹងចំនួនជាមួយនឹងសភាតុលាការគ្មានជំរឿអ្វីផ្សេងក្រៅពីបោះបង់ចោលនៅសំណុំរឿងមួយនេះ Desmond ត្រូវបានដោះលែងពីបទចោទប្រកាន់ទាំងអស់ហើយត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមហ្វឹកហាត់ជាគ្រូពេទ្យទាហានបន្តទៀតបន្ទាប់ពីរួចផុតពីការចោទប្រកាន់របស់តុលាការយោធា Desmond ក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹង Harry ដោយចំណាយពេលមួយយប់ដំបូងជាមួយគ្នាជាប្តីប្រពន្ធនៅក្នុងឆ្នាំ 1945 កងពលទី 77 របស់ Desmond ត្រូវបានបញ្ជូនទៅកោះ Okinawa ដោយបញ្ជូនត្រង់ទៅកាន់សមរភូមិ Pacific នៅពេលដែលកងកម្លាំងទាំងអស់ទៅដល់ទីនោះពួកគេបានប្រឈមមុខនឹងទិដ្ឋភាពដ៏ឃោរឃៅមួយគំនរសាកសពជាច្រើនត្រូវបានដឹកជញ្ជូនដោយរថយន្តហាក់ដូចជាដឹកសម្រាមចាក់ចេញយកទៅចាក់ចោលអញ្ចឹងការពិតដ៏អាក្រក់បានចូលមកដល់ពួកគេដែលនៅទីនោះដើម្បីជំនួសឲ្យទាហានដែលបានស្លាប់មុនតែប៉ុណ្ណោះអ្នកដែលនៅរស់រានមានជីវិតនិងអ្នកដែលនៅសេសសល់ពីកងពលធំទី 96 បានរួមបញ្ចូលគ្នាជាមួយនឹងអង្គភាពរបស់ Clover ហើយនិង Desmond ត្រូវបានណែនាំឲ្យស្គាល់គ្រូពេទ្យ2នាក់ទៀតនៅទីនេះហើយដែលពួកគេបានដឹងនិងបានស្គាល់អំពីតំបន់ខ្ពង់រាបមេដាដែលទាហានតែងតែស្គាល់ថាជាតំបន់ភ្នំ Hexorai ឬតំបន់ភ្នំច្រាំងថ្មអាឈើកងទ័ពរបស់សហរដ្ឋអាមេរិកបានព្យាយាមយកកន្លែងនេះរហូតដល់ទៅ6 ដងក៏ប៉ុន្តែរាល់លើកកងកម្លាំងជប៉ុនបានប្រយុទ្ធជាមួយនឹងពួកគេហើយបានរុញច្រានពួកគេឲ្យត្រឡប់មកវិញដោយការវាយប្រហារឥតត្រាប្រណីនិងចំគោលដៅយ៉ាងល្អឥតខ្ចោះរបស់កងទ័ពជប៉ុនកងទ័ពរបស់សត្រូវមានចេតនាតម្រង់ទៅរកទាហានដែលកំពុងតែរងរបួសដូច្នេះហើយ Desmond មិនអាចឈរអោបដៃមើលបាននោះទេគេត្រូវបង្ខំចិត្តដោះសញ្ញាកាតក្រហមរបស់គេចេញដើម្បីកុំឲ្យកងទ័ពរបស់ជប៉ុនចាប់អារម្មណ៍មកលើគេបន្ទាប់មកគេក៏បានបោះមុខមួយមកឲ្យ Desmond សមរភូមិដំបូងនៃកងកម្លាំងថ្មីក៏បានចូលមកដល់ក្រុមទាហានទាំងអស់តម្រូវឲ្យឡើងតាមខ្សែពួរដ៏ចំណាស់មួយដែលបានចងយ៉ាងរឹងមាំនៅឯបនឹងច្រាំងថ្មសមរភូមិដែលពួកគេត្រូវប្រយុទ្ធគឺនៅខាងលើភ្នំនោះឯងដូច្នេះទាហានទាំងអស់ត្រូវតែឡើងតាមជញ្ជាំងថ្មនេះដើម្បីទៅកាន់សមរភូមិជួយយុទ្ធមិត្តរបស់យើងនៅខាងលើនៅថ្ងៃបន្ទាប់អង្គភាពថ្មីក៏បានទៅដល់ច្រាំងថ្មការដណ្ដើមយកទីតាំងនេះគឺសំខាន់ណាស់អ្នកណាអាចគ្រប់គ្រង Okinawa បានអ្នកនោះហាក់ដូចជាគ្រប់គ្រងប្រទេសជប៉ុនទាំងមូលអញ្ចឹងកងទ័ពជើងទឹករបស់អាមេរិកបានផ្ដើមការវាយប្រហារដោយផ្លោងទម្លាក់គ្រាប់បែកយ៉ាងច្រើនទៅលើទីតាំងរបស់សត្រូវដើម្បីធ្វើឲ្យកម្លាំងការពាររបស់សត្រូវចុះទន់ខ្សោយខណៈពេលដែលសមរភូមិត្រូវបានគ្របដណ្ដប់ដោយការបំផ្ទុះនិងស្នូគ្រាប់កំភ្លើងនិងផ្សែងជាច្រើនយ៉ាងអ៊ូអាប់អង្គភាពរបស់ Clover បានឆ្លៀតឱកាសឡើងលើច្រាំងថ្មហើយត្រៀមខ្លួនសម្រាប់ការប្រយុទ្ធគឺឃោរឃៅជាទីបំផុតដោយភាគីទាំងពីរទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដូចគ្នាក៏ប៉ុន្តែ Desmond មិនដែលខ្លាចនឹងរៀតថយនោះឡើយគេបន្តជួយសង្គ្រោះទាហានឲ្យបានច្រើនតាមដែលអាចធ្វើទៅបានរួមទាំងអ្នកដែលត្រូវបានគេបោះបង់ចោលតាំងពីកងកម្លាំងមុនផងដែរអ្នកទាំងនេះត្រូវបានគេចាត់ទុកថាបានបាត់ខ្លួនឬលើសពីលទ្ធភាពដែលអាចជួយសង្គ្រោះបានជាច្រើនលើកជាច្រើនសារទាហាននៃជនជាតិជប៉ុនបានចូលមកជិតយ៉ាងគ្រោះថ្នាក់បំផុតដើម្បីចាប់គាត់ក៏ប៉ុន្តែ Smithy បានប្រយុទ្ធយ៉ាងស្វិតស្វាញដោយសម្លាប់ពួកគេទាំងអស់ដើម្បីការពារ Desmond ទោះក្នុងតម្លៃណាក៏ដោយបន្ទាប់ពីការប្រយុទ្ធដ៏ឃោរឃៅអស់រយៈពេលជាច្រើនម៉ោងរួចមកពេលយប់ក៏បានមកដល់ហើយកងកម្លាំងរបស់អាមេរិកទាំងអស់បានជីករណ្ដៅដើម្បីការពារខ្លួននិងលាក់ខ្លួនពីសត្រូវដោយមានគម្រោងក្នុងការដកថយចេញពីច្រាំងថ្មសិននៅព្រឹកស្អែកប្រធានក្រុម Harvey បានរំលឹកគ្រប់គ្នាថាការចេញទៅក្រៅតែម្នាក់ឯងគឺគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះពួកគេគួរតែបន្ទោបង់នៅក្នុងរណ្ដៅរបស់ពួកគេជាងប្រថុយជីវិតរបស់ពួកគេនៅខាងក្រៅក៏ប៉ុន្តែ Desmond ដោយមិនចង់ទុកអ្នករបួសណាម្នាក់ចោលនោះទេគេបានទទូចចង់ស្វែងរកអ្នកដែលនៅរស់រានមានជីវិត Desmond បានជួយសង្គ្រោះទាហានដែលរងរបួស2នាក់មុនពេលដែលគាត់និង Smithy លាក់ខ្លួននៅក្នុងរណ្ដៅមួយមកដល់ពេលនេះអាកប្បកិរិយារបស់ Smithy ចំពោះ Desmond បានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីបានឃើញគាត់នៅក្នុងសកម្មភាពជួយសង្គ្រោះទាហានផ្សេងៗទៀតគាត់គោរព Desmond យ៉ាងខ្លាំងពួកគេទាំងពីរនាក់ថែមទាំងបាននិយាយលេងសើចជាមួយនឹងគ្នាយ៉ាងសប្បាយរីករាយទៀតផងចំណងមិត្តភាពរបស់ពួកគេទាំងពីរកាន់តែល្អប្រសើរនិងរឹងមាំនៅក្នុង
សមរភូមិដ៏គ្រោះថ្នាក់នេះបន្ទាប់មក Desmond ក៏បានគេងលក់ហើយគេបានយល់សពអាក្រក់នៅក្នុងសុបិនរបស់គេបានយល់សពឃើញទាហាននៃជនជាតិជប៉ុនទាំងអស់សម្រុកចូលមកក្នុងរណ្ដៅរបស់ពួកគេហើយបានសម្លាប់ពួកគេទាំងពីរគេបានភ្ញាក់ឡើងទាំងអារម្មណ៍ភិតភ័យហើយបានប្រាប់សុបិនអាក្រក់ទាំងនោះទៅកាន់ Smithy បន្ទាប់មក Smithy ភ្ញាក់ផ្អើលនៅពេលដែលដឹងថា Desmond មិនបានកាន់កំភ្លើងរបស់គាត់នៅក្នុងពេលដែលពួកគេស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នោះឡើយនៅទីបំផុត Desmond ក៏បានបើកចិត្តនិយាយការពិតជាមួយនឹង Smithy អំពីការមិនចូលចិត្តកាន់កំភ្លើងរបស់គេយប់មួយបន្ទាប់ពីការស៊ូទ្រាំអស់រយៈពេលជាច្រើនឆ្នាំដោយការមើលឃើញឪពុកស្រវឹងស្រារបស់ខ្លួនតែងតែវាយម្ដាយរបស់ខ្លួនគាត់ទ្រាំលែងបាននឹងទង្វើដដែលរបស់ឪពុករបស់ខ្លួនដែលធ្វើមកកាន់ម្ដាយរបស់ខ្លួនគេបានប្រឈមមុខជាមួយនឹងថមដែលជាឪពុករបស់គេដោយព្យាយាមដណ្ដើមកំភ្លើងពីដៃរបស់គាត់ Desmond បានឆក់យកកំភ្លើងពីដៃឪពុករបស់គាត់ហើយបានយកកំភ្លើងនោះភ្ជង់ទៅកាន់ឪពុករបស់គាត់ដោយស្រែកខ្លាំងៗនៅពាក្យសម្ដីមិនសមរម្យមួយចំនួនទៅកាន់ឪពុករបស់គាត់បន្ទាប់មកឪពុករបស់ Desmond ក៏បានអង្គុយយំតែម្នាក់ឯងនិងរៀបរាប់នៅអារម្មណ៍ឈឺចាប់ផ្សេងៗរបស់គាត់មកកាន់ Desmond ហាក់ដូចជាដឹងខ្លួនខុសដែលបានយកកំភ្លើងមកភ្ជង់ឪពុកនិងស្រែកនៅពាក្យមួយចំនួនដែលមិនគួរប្រើជាមួយនឹងឪពុករបស់ខ្លួនគេមានអារម្មណ៍ថាហាក់ដូចជាបានសម្លាប់ឪពុករបស់គេអញ្ចឹងហើយចាប់តាំងពីថ្ងៃនោះមកគាត់ក៏បានស្បត់ជាមួយនឹងព្រះរបស់គាត់ថាគាត់នឹងមិនប៉ះពាល់កំភ្លើងទៀតនោះឡើយ Smithy ក៏បាននិយាយអំពីរឿងរ៉ាវនៅក្នុងចិត្តរបស់គាត់ប្រាប់ទៅកាន់ Desmond ផងដែរគាត់បាននិយាយថាគាត់មិនដែលស្គាល់ឪពុករបស់គាត់នោះទេហើយម្ដាយរបស់គាត់បានបោះបង់គាត់ចោលនៅមណ្ឌលកុមារកំព្រាតាំងតែពីគាត់នៅក្មេងឯណោះនៅពេលព្រឹកព្រលឹមក៏បានមកដល់កងទ័ពរបស់ជប៉ុនបានបើកការវាយប្រហារវាយបកយ៉ាងសាហាវធ្វើឲ្យកងទ័ពរបស់សហរដ្ឋអាមេរិកភ្ញាក់ផ្អើលនៅពេលដែលពួកគេកំពុងតែក្រោកពីដេក Howell បានបញ្ជាឲ្យដកថយភ្លាមៗកងនាវាចម្បាំងបានផ្ដល់ការបាញ់គាំទ្រជាជំនួយក៏ប៉ុន្តែភាពវឹកវរគឺលើសពីកងទ័ពអាមេរិកបានគិតទៅទៀតនៅកណ្ដាលភាពច្របូកច្របល់នោះ Smithy បានរងរបួសយ៉ាងធ្ងន់ធ្ងរមុនពេលដែល Desmond អាចយកគាត់ទៅកន្លែងដែលមានសុវត្ថិភាពដោយគ្មានជម្រើសអ្វីផ្សេងកងកម្លាំងរបស់អាមេរិកត្រូវបានបង្ខំចិត្តដកថយយ៉ាងប្រញាប់ប្រញាល់ចេញពីចាងថ្មនោះក៏ប៉ុន្តែ Desmond មិនបានធ្វើតាមការបញ្ជារបស់មេបញ្ជាការរបស់គាត់នោះឡើយគាត់បានឮសម្រែកនៃទាហានដែលបានរងរបួសដែលត្រូវបានទុកចោលនៅកណ្ដាលសមរភូមិយ៉ាងគ្រោះថ្នាក់នោះ Desmond មានអារម្មណ៍ថាមានការត្រាស់ហៅពីព្រះរបស់គាត់ដើម្បីឲ្យទៅជួយសង្គ្រោះអ្នកដែលបានរងគ្រោះទាំងអស់នោះប្រធានក្រុម Clover ដែលបានដឹកនាំការដកថយបានប្រមូលផ្ដុំអ្នកដែលនៅរស់រានមានជីវិតដែលនៅសេសសល់ហើយទុកទាហានតែ2នាក់ប៉ុណ្ណោះដើម្បីសង្កេតមើលសមរភូមិនៅខាងលើដោយមិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន Desmond បានរត់កាត់វាលពិឃាតយ៉ាងគ្រោះថ្នាក់ដើម្បីទៅជួយសង្គ្រោះទាហានដែលកំពុងតែរងរបួសនៅក្នុងសមរភូមិឲ្យបានកាន់តែច្រើនកាន់តែល្អគាត់ជួយសង្គ្រោះទាហានទាំងអស់នោះដោយយកខ្សែពួរចងទម្លាក់ពួកគេទៅខាងក្រោមដើម្បីឲ្យអ្នកខាងក្រោមទទួលពួកគេ Desmond បានសម្រូតទាហានដែលបានរងរបួសទាំងអស់នោះតាមច្រាំងថ្មម្ដងមួយជាច្រើនម៉ោងបានកន្លងផុតទៅហើយ Clover ដោយដឹងពីអ្វីដែលកំពុងកើតឡើងគេបានបញ្ជាឲ្យបាញ់កាំភ្លើងធំដើម្បីផ្ដល់ការគាំទ្រដល់ Desmond និងជួយសង្គ្រោះជីវិតរបស់មនុស្សបន្ថែមទៀតសមរភូមិមួយនេះបានបង្ហាញប្រាប់ឲ្យទាហានទាំងអស់របស់អាមេរិកដឹងថាទាហាននៃជនជាតិជប៉ុនមិនមែនជាទាហានធម្មតាដែលពួកគេងាយកម្ចាត់នោះឡើយថ្មីត្បិតតែកងទ័ពរបស់ជប៉ុនជាកងទ័ពដែលស្ថិតនៅក្នុងប្រជាជាតិអាស៊ីក៏ដោយក៏ប៉ុន្តែប្រទេសមួយនេះមានកម្លាំងទ័ពដ៏ខ្លាំងមហិមាពួកគេមិនអាចមើលស្រាលនៃកម្លាំងទ័ពរបស់ជប៉ុនបាននោះឡើយជាការពិតណាស់ថ្មីត្បិតតែជប៉ុនគឺជាកងទ័ពដែលស្ថិតនៅក្នុងប្រជាជាតិអាស៊ីក៏ពិតមែនក៏ប៉ុន្តែសង្គ្រាមលោកទាំងពីរលើកដែលជាសង្គ្រាមស្ថិតនៅក្នុងបណ្ដាទ្វីបនៃអឺរ៉ុបតែប៉ុណ្ណោះក៏ប៉ុន្តែជប៉ុនដែលជាប្រជាជាតិអាស៊ីបានលូកដៃយ៉ាងជ្រៅចូលទៅក្នុងសង្គ្រាមលោកទាំងពីរលើកនេះសោះបញ្ជាក់ឲ្យយើងដឹងថាកងទ័ពរបស់ជប៉ុនមិនមែនជាកងទ័ពធម្មតាដោយកងទ័ពនៃប្រទេសអាស៊ីផ្សេងទៀតនោះឡើយទោះបីជាយ៉ាងណាក៏ដោយរឿងនេះមិនអាចធ្វើឲ្យ Desmond បោះបង់ចោលនៅគំនិតរបស់គេដើម្បីជួយសង្គ្រោះទាហានដែលបានរងរបួសនោះឡើយទោះបីជាកងទ័ពរបស់ជប៉ុនបានចូលមកជិតខ្លួនគាត់គៀកយ៉ាងណាក៏ដោយក៏ Desmond មិនបោះបង់ចោលនៅទាហានដែលកំពុងតែរងគ្រោះដែលកំពុងតែដង្ហោយហៅការជួយសង្គ្រោះអំពីគាត់នោះឡើយបន្ទាប់មក Desmond ក៏បានរកឃើញទាហានម្នាក់ដែលកំពុងតែរងរបួសនៅក្បែរនោះបន្ទាប់មកគេក៏បានព្យាយាមកប់ទាហានម្នាក់នោះដើម្បីកុំឲ្យកងទ័ពរបស់ជប៉ុនមើលឃើញគេបន្ទាប់មកគេក៏បានទាញយកសាកសពរបស់ទាហានម្នាក់គ្របពីលើគេដើម្បីបង្វែរដានទាហានជប៉ុនទាំងអស់នោះទាហានជប៉ុនទាំងអស់នោះបានដើរកាត់ទីនោះដោយមិនបានកត់សម្គាល់ឃើញពួកគេនោះឡើយបន្ទាប់មក Desmond ក៏បានជួយសង្គ្រោះទាហានដែលរងរបួសដោយសុវត្ថិភាពហើយបន្តបេសកកម្មរបស់គាត់ក្នុងការសង្គ្រោះទាហានផ្សេងទៀតដែលកំពុងតែរងរបួសទន្ទឹមនឹងនេះ Clover បានអង្វរថ្នាក់លើរបស់គាត់យ៉ាងអស់សង្ឃឹមដើម្បីសុំកម្លាំងជំនួយក៏ប៉ុន្តែមេបញ្ជាការរបស់គេមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការបញ្ជូនកម្លាំងជំនួយដើម្បីទៅជួយ Desmond ខណៈពេលដែលនៅក្នុងសមរភូមិការប្រយុទ្ធគ្នានៅតែបន្តយ៉ាងក្តៅគគុកនោះ Desmond ក៏នៅតែបន្តបេសកកម្មរបស់គេក្នុងការជួយសង្គ្រោះទាហានផ្សេងទៀត
ដែលបានរងរបួសពីសង្គ្រាមមួយនេះ Desmond នៅតែបន្តសម្រូតអ្នករងរបួសដើម្បីចុះមកខាងក្រោមជាបន្តបន្ទាប់ទោះជាយ៉ាងណាក៏ដោយលើកនេះសត្រូវបានមើលឃើញគាត់ Desmond បានរត់គេចពីគ្រាប់កាំភ្លើងនៃទាហានជនជាតិជប៉ុនដែលបានបាញ់ស្រោចមកលើគេដូចជាទឹកភ្លៀងបន្ទាប់មកគេបានធ្លាក់ចូលទៅក្នុងរន្ធគេចខ្លួនមួយដែលជារន្ធសម្រាប់គេចខ្លួនរបស់ទាហានជប៉ុនទាហាននៃជនជាតិជប៉ុនបានបោះគ្រាប់បែកចូលទៅក្នុងរន្ធនោះដើម្បីសម្លាប់ Desmond ក៏ប៉ុន្តែ Desmond នៅតែមិនបានស្លាប់ដោយសារគ្រាប់បែករបស់ជប៉ុននោះឡើយគេនៅតែបន្តបេសកកម្មរបស់គេដើម្បីស្វែងរកទាហានដែលបានរងរបួសពីសង្គ្រាមមួយនេះ Desmond បានធ្វើដំណើរនៅក្នុងរូងក្រោមដីដ៏ងងឹតនេះរូងក្រោមដីមួយនេះត្រូវបានប្រើជាផ្លូវការសម្រាប់កងទ័ពជប៉ុននៅពេលដែល Desmond ព្យាយាមចាក់ចេញពីរូងក្រោមដីនោះគេបានប្រទះឃើញទាហានជនជាតិជប៉ុនម្នាក់ដែលកំពុងរងរបួសធ្ងន់នៅក្នុងរូងក្រោមដីនោះបន្ទាប់មកគេក៏បានជួយសង្គ្រោះទាហានជនជាតិជប៉ុនម្នាក់នោះហើយដោយភាពស្មោះត្រង់របស់គេចំពោះទាហានជនជាតិជប៉ុនម្នាក់នោះទាហានជនជាតិជប៉ុនម្នាក់នោះក៏បានទុកចិត្តគេបន្ទាប់មកគេក៏បានសង្គ្រោះទាហានជនជាតិជប៉ុនម្នាក់នោះចុះមកក្រោមដូចគ្នា Desmond នៅតែបន្តជួយសង្គ្រោះទាហានផ្សេងទៀតដែលកំពុងតែរងរបួសនៅក្នុងសមរភូមិមួយនេះគេមិនបានខ្វល់អំពីអាយុជីវិតរបស់គេនោះឡើយ Desmond បានជួយសង្គ្រោះទាហានអាមេរិកដែលរងរបួសជាច្រើននាក់រួមទាំងទាហាននៃជនជាតិជប៉ុនផងដែរគេបានទម្លាក់ទាហានទាំងអស់នោះចុះមកក្រោមដើម្បីឲ្យមានការជួយសង្គ្រោះបន្ថែមពីកម្លាំងរបស់គេនៅព្រឹកបន្ទាប់ Clover ដែលជាប្រធានក្រុមរបស់ Desmond បានទៅដល់ជំរំមន្ទីរពេទ្យទាហានរូបភាពដ៏ភ្ញាក់ផ្អើលសម្រាប់គេនៅទីនោះគឺទាហានដែលបានរងរបួសជាច្រើនបានត្រឡប់មកវិញគេបានឆ្ងល់ថាតើទាហានទាំងអស់នេះត្រឡប់មកជំរំវិញបានដោយរបៀបណាបន្ទាប់មកមានកូនទាហានម្នាក់បាននិយាយការពិតប្រាប់ទៅកាន់គេបុរសដែលបានជួយពួកគេទាំងអស់គ្នាដែលគេធ្លាប់តែហៅថាជាមនុស្សកំសាកនោះគេបានធ្វើរឿងដ៏អស្ចារ្យកាលពីយប់មិញនោះគឺមានតែគេម្នាក់គត់ដែលបានមកជួយសង្គ្រោះទាហានទាំងអស់នេះឲ្យត្រឡប់មកជំរំរបស់គេវិញរួមទាំងគេម្នាក់ផងការពិតទាំងអស់នេះបានផ្លាស់ប្ដូរគំនិតរបស់ទាហានទាំងអស់ដែលបានធ្លាប់មានចំពោះ Desmond ចាប់តាំងពីពេលនោះមកងាកទៅកាន់ Desmond ឯនោះវិញគេបានធ្វើដំណើរទៅជួបនឹងទាហានអាមេរិក2នាក់ទៀតដែលជាប្រធានក្រុមរបស់គេបន្ទាប់មក Desmond បាននិយាយជាមួយនឹងប្រធានក្រុមរបស់គេម្នាក់នោះដើម្បីសុំជំនួយពីប្រធានក្រុមរបស់គេក្នុងការជួយបាញ់ទប់ស្កាត់ដើម្បីឲ្យគេមានឱកាសក្នុងការចូលទៅសង្គ្រោះយុទ្ធមិត្តរបស់គេដែលកំពុងតែរងរបួសនៅកន្លែងមួយបន្ទាប់ពីនិយាយចប់ Desmond ក៏បានសម្រុកចូលទៅជួយយុទ្ធមិត្តរបស់គេក៏ប៉ុន្តែ Desmond ត្រូវបានទាហានជនជាតិជប៉ុនបាញ់ចំមួករបស់គេមួយគ្រាប់បណ្ដាលឲ្យគេមិនអាចបន្តដំណើរទៅមុខទៀតបាន Desmond បានប្រើល្បិចតូចមួយដើម្បីបញ្ឆោតទាហានជប៉ុនម្នាក់នោះឲ្យងាកមកចាប់អារម្មណ៍លើគេហើយដើម្បីជាឱកាសឲ្យប្រធានក្រុមរបស់គេដើម្បីសម្លាប់ទាហានជប៉ុនម្នាក់នោះនៅទីបំផុតទាហានជប៉ុនម្នាក់នោះក៏ត្រូវបានប្រធានក្រុមរបស់គេសម្លាប់ហើយគេក៏បានប្រញាប់មកជួយសង្គ្រោះប្រធានក្រុមរបស់គេដើម្បីចាក់ចេញពីសមរភូមិដ៏គ្រោះថ្នាក់មួយនេះ Desmond បាននឹកឃើញវិធីសាស្ត្រដ៏ឆ្លាតវៃមួយក្នុងការសង្គ្រោះប្រធានក្រុមរបស់គាត់គេបានឲ្យប្រធានក្រុមរបស់គេអង្គុយលើក្រណាត់មួយហើយគេបានព្យាយាមអូសប្រធានក្រុមរបស់គេហើយឲ្យប្រធានក្រុមរបស់គេប្រយុទ្ធតទល់ជាមួយនឹងទាហានជប៉ុនផ្សេងទៀតដែលកំពុងតែសម្រុកចូលមកដើម្បីសម្លាប់ពួកគេជាការពិតណាស់វិធីមួយនេះគឺពិតជាអាចសង្គ្រោះពួកគេចេញពីសមរភូមិដ៏គ្រោះថ្នាក់នេះមែនទាហានជនជាតិជប៉ុនដែលបានសម្រុកចូលមកសម្លាប់ពួកគេត្រូវបានប្រធានក្រុមរបស់គេបាញ់ត្រឡប់ទៅវិញសម្លាប់គ្មានសល់សូម្បីតែម្នាក់នៅទីបំផុត Desmond និងទាហានផ្សេងទៀតរួមទាំងប្រធានក្រុមរបស់គេក៏បានរស់មានជីវិតត្រឡប់មកជំរំរបស់គេវិញ Desmond ក៏ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យនៅក្នុងជំរំរបស់គេគាត់បានទទួលដំណឹងដ៏ក្រៀមក្រំថាគ្រូពេទ្យម្នាក់ទៀតក្នុងក្រុមមិនបានរស់រានមានជីវិតនោះទេក្រោយមក Clover ក៏បានទៅសួរសុខទុក្ខគាត់ដោយសុំទោសដោយស្មោះត្រង់ចំពោះការមើលស្រាលគាត់ហើយគាត់បានសរសើរទៅកាន់ Desmond ថា Desmond គឺជាវីរបុរសនៃប្រទេសរបស់យើងហើយគេស័ក្តិសមខ្លាំងណាស់នឹងទទួលមេដាយអេសារយៈយសក្នុងនាមជាគ្រូពេទ្យទាហានដែលបានជួយសង្គ្រោះជីវិតរបស់ទាហានច្រើនជាងគេបំផុតវីរភាពដ៏អង់អាចក្លាហានរបស់គេនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកបន្ទាប់មក Clover ក៏បានពន្យល់គាត់ថាពួកគេនឹងត្រឡប់ទៅច្រាំងថ្ម Hesserai វិញនៅថ្ងៃស្អែកដែលជាថ្ងៃសៅរ៍ Clover បានដឹងថាថ្ងៃនោះគឺជាថ្ងៃឈប់សម្រាកសប្បាករបស់ Desmond ហើយប្រាប់ Desmond ថាគាត់នឹងគោរពការសម្រេចចិត្តរបស់គាត់ប្រសិនបើគាត់ជ្រើសរើសទៅនោះគេនឹងឲ្យគាត់ទៅតែប្រសិនបើគាត់មិនព្រមទៅនោះទេនោះគេមិនបដិសេធនោះឡើយទោះជាយ៉ាងណាក៏ដោយ Desmond បានយល់ព្រមទៅជាមួយអង្គភាពរបស់គាត់នៅពេលនេះ Desmond ហាក់ដូចជាវីរបុរសនៅក្នុងអង្គភាពរបស់គេអញ្ចឹងអង្គភាពទាំងមូលរបស់គាត់រងចាំគាត់ឲ្យគាត់អធិដ្ឋានចាប់សិនទើបពួកគេចាប់ផ្ដើមវាយប្រហារលើកនេះកងទ័ពសហរដ្ឋអាមេរិកបានវាយបកទៅកងទ័ពរបស់ជប៉ុនវិញយ៉ាងភ្ញាក់ផ្អើលដោយកម្លាំងជំនួយដែលរងចាំជាយូរមកហើយនិងរូងក្រោមដីដែល Desmond បានរកឃើញពីមុនការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរបានធ្វើឡើងយ៉ាងក្តៅគគុកទាហាននៃជនជាតិជប៉ុនបានដឹងខ្លួនយ៉ាងច្បាស់ថាសង្គ្រាមមួយនេះប្រកាសណាស់គេមុខនឹងចាញ់ជាមិនខានក៏ប៉ុន្តែទម្លាប់នៃទាហានជនជាតិជប៉ុនទាំងអស់គេមិនព្រមឲ្យសត្រូវរបស់គេចាប់ខ្លួនគេបាននោះឡើយទាហានជនជាតិជប៉ុនទាំងអស់សុកចិត្តរើសយក
ផ្លូវធ្វើអត្តឃាតប្រសើរជាជាងឲ្យខ្មាំងរបស់គេចាប់គេបានមានទាហានជនជាតិជប៉ុនមួយក្រុមបានធ្វើពុតជាចោះចូលជាមួយនឹងទាហានរបស់សហរដ្ឋអាមេរិកភ្លាមនោះទាហាននៃជនជាតិជប៉ុនមួយក្រុមនោះបានបោះគ្រាប់បែកមកលើកងទ័ពរបស់សហរដ្ឋអាមេរិកបណ្ដាលឲ្យកងទ័ពរបស់អាមេរិកមួយចំនួនរងរបួសធ្ងន់បន្ទាប់មកទាហាននៃជនជាតិជប៉ុនទាំងអស់នោះក៏ត្រូវបានទាហានសហរដ្ឋអាមេរិកសម្លាប់នៅទីនោះទៅដោយសារតែហេតុការណ៍មួយនោះបានធ្វើឲ្យ Desmond រងរបួសយ៉ាងខ្លាំងគាត់ត្រូវបានគេព្យាយាមបញ្ជូនចុះមកក្រោមវិញជាប្រញាប់ដើម្បីសង្គ្រោះអាយុជីវិតរបស់គាត់ខណៈពេលដែលការប្រយុទ្ធនៅតែបន្តយ៉ាងសាហាវនៅទីបំផុតទ័ពរបស់អាមេរិកបានទទួលជ័យជំនះដោយដណ្ដើមបានច្រាំង Hexorai បន្ទាប់ពីមេបញ្ជាការនៃអង្គភាពជប៉ុនបានបញ្ចប់ជីវិតរបស់ខ្លួនឯងតាមរយៈពិធីសម្លាប់ខ្លួនបែបជប៉ុនដើម្បីសម្ដែងនូវការសំទោសរបស់ពួកគេទៅកាន់ប្រជាជននិងចក្រពត្តិរបស់គេនៅក្នុងជីវិតពិត Desmondo បានជួយសង្គ្រោះទាហានរងរបួសចំនួន75នាក់ពីសមរភូមិ Hexorai គាត់បានក្លាយជាអ្នកបដិសេធដោយមនសិការដំបូងគេដែលបានទទួលមេដាយកិត្តិយសដែលជាពានរង្វាន់ដ៏ខ្ពស់បំផុតសម្រាប់ភាពក្លាហានក្រោមគ្រាប់កាំភ្លើងនៃសហរដ្ឋអាមេរិក Desmond និងភរិយារបស់គាត់នៅតែជាប្តីប្រពន្ធរហូតដល់មរណភាពរបស់នាងនៅឆ្នាំ1991 Desmond បានទទួលមរណភាពនៅឆ្នាំ2006ក្នុងអាយុ87ឆ្នាំសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់អរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា